សូមជូនឯកសារបច្ចេកទេសប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិពីសំណាំមួយដើមទៅស្រូវរាប់រយដើមដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករតាមរយៈការធ្វើស្រូវតាមគោលការណ៍ធម្មជាតិឬកសិករនិយមហៅថាស្ទូងស្រូវមួយដើមមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាសូមលើកយកនៅបទពិសោធន៍ខ្លះៗមកបង្ហាញដូចតទៅការធានាឲ្យសំណាបថ្លោះល្អដើម្បីទទួលបានសំណាបល្អកសិករគួរកបីសម្រិតសម្រាំងពូជឲ្យបានហ្មត់ចត់ជ្រើសរើសយកគ្រាប់ស្រូវថ្លោះនិងណែនល្អដោយដាក់គ្រាប់ពូជបណ្ដែតទឹកដើម្បីឲ្យសម្ដីស្រូវអណ្ដែតចេញមកមុនពេលដែលយកទៅត្រាំនៅពេលសម្រិតសម្រាំងគ្រាប់ពូជរួចហើយកសិករយកគ្រាប់ពូជទៅហាលថ្ងៃរយៈពេលប្រមាណពី1ទៅ2ម៉ោងហើយការហាលគឺធ្វើឡើងនៅពេលព្រឹកបន្ទាប់មកកសិករយកគ្រាប់ពូជនោះទៅត្រាំក្នុងទឹកក្តៅអ៊ុនៗដែលបានមកពីការលាយស្មើភាគគ្នារវាងទឹកក្តៅនិងទឹកត្រជាក់ប្រមាណ5នាទីបន្ទាប់ពីដាក់ត្រាំក្នុងទឹកក្តៅអ៊ុនៗហើយកសិករយកគ្រាប់ពូជនោះទៅដាក់ត្រាំទឹកធម្មតានៅតាមត្រពាំងឬក្នុងពាងជិតផ្ទះចំនួន1យប់បន្ទាប់កសិករស្រង់យកគ្រាប់ពូជនោះឡើងវិញរួចហើយយកវាទៅផ្អាប់រយៈពេល2ថ្ងៃទៀតមុននឹងយកទៅសាបក្នុងអំឡុងពេលផ្អាប់កសិករគួរគ្របគ្រាប់ពូជនោះឲ្យជិតនិងស្រោចទឹកមួយថ្ងៃ2ដងគឺនៅពេលព្រឹកនិងពេលល្ងាចក្រៅពីការជ្រើសរើសសម្រិតសម្រាំងពូជថ្នាលសំណាបល្អក៏ជាចំណុចមួយដែលធ្វើឲ្យសំណាបថ្លោះល្អដើម្បីយកទៅស្ទូងដែរថ្នាលសំណាបកសិករគួរលើកជារងមានសន្តានដូចជារងបន្លែនិងនៅជិតប្រភពទឹកនៅលើរងសំណាបកសិករគួរយកជីកំប៉ុស្តឬជាលីម៉ូស័ព្ទទៅលាយជាមួយនឹងដីធម្មតាឲ្យបានសព្វល្អនៅពេលដែលរងសំណាបធ្វើរួចរាល់ហើយកសិករអាចយកគ្រាប់ពូជដែលដុះពន្លកទៅសាបពីលើរងនោះរួចហើយរោយជីកំប៉ុស្តស្ដាងពីលើគ្រាប់ពូជជៀសវាងសត្វពាំចេញឬប៉ះកម្ដៅថ្ងៃខ្លាំងពេក
នៅពេលសាបរួចកសិករគួរស្រោចទឹកជាប្រចាំគឺព្រឹកនិងល្ងាចរហូតដល់ពេលសំណាប់ដកយកទៅស្ទូងការរៀបចំដីស្រែសម្រាប់ស្ទូងវាជាពេលវេលាមួយដែលកសិករចាប់ផ្ដើមយកជីកំប៉ុស្តដែលបានសន្សំកន្លងមកយកទៅដាក់ស្រែបានហើយចំណែកនៅក្នុងស្រែដែលត្រូវស្ទូងកសិករគួរគំទុកដីស្រែនោះឲ្យនៅទំនេរកសិករយើងគួរដាំបន្លែឬដំណាំផ្សេងដូចជាពពួកសណ្ដែកឬឪឡឹកជាដើមព្រោះវាអាចឲ្យកសិករយើងទទួលបានចំណូលបន្ថែមនិងធ្វើឲ្យដីធូរសំណល់ពីបន្លែឬដំណាំផ្សេងជាពិសេសដំណាំសណ្ដែកកសិករអាចចិញ្ច្រាំវាឲ្យតូចរួចបាចពង្រាយក្នុងស្រែដែលនឹងស្ទូងព្រោះវានឹងក្លាយទៅជាជីស្រស់ដ៏ល្អសូមបញ្ជាក់ថានៅក្នុងស្រែដែលស្ទូងមិនត្រូវទុកទឹកទេគឺឲ្យដីស្រែសាមជាការស្រេចសំណាប់យកទៅស្ទូងបន្ទាប់ពីធ្វើដីស្រែរួចពេលវេលានៃការដកសំណាប់ក៏មកដល់កសិករគួរដកយកសំណាប់ណាដែលដើមរឹងមាំថ្លោះល្អយកទៅស្ទូងការដកសំណាប់កសិករកំបោកដីចេញពីគល់សំណាប់ព្រោះវាបណ្ដាលឲ្យសន្លប់ឬនិងធ្វើឲ្យមានការលូតលាស់យឺតយ៉ាវនៅពេលស្ទូងសំណាប់ដែលដកត្រូវដាក់ក្នុងចានដែកឬឆ្នាំងរួចយកវាទៅស្ទូងភ្លាមៗកុំទុកឲ្យលើសពី1ថ្ងៃការធម្មជាតិជីស្លឹកឈើជីកំប៉ុស្តជីឲ្យគូហ្នឹងគឺធ្វើយ៉ាងម៉េចឲ្យដីធូរហើយសំណាបហ្នឹងធ្វើយ៉ាងម៉េចឲ្យមានដើមថ្លោកតាបកុំឲ្យក្រាស់ឲ្យតាមរកដីជួលបន្តិចកុំឲ្យទឹកជ្រៅកាលណាសាបទឹកវាដើមស្គមដើមតូចហើយប្រឹងលូតអត់បែកទេហើយដូច្នេះគឺដកសំណាបខ្ចីនេះវាបានបែកកូនបានច្រើនឲ្យទាន់ពេលទីហោដូចជាស្រូវ3ខែស្រូវ7ខែស្រូវ10ខែអញ្ចឹងវាមានតាមថ្នាក់វាត្រូវ3ខែ8ថ្ងៃដកទូងត្រូវ5 6ខែ12ថ្ងៃដកទូងត្រូវ7 8ខែកន្លះខែទៅ1ខែដកទូងការដែលដកសំណាបទូងត្រូវមួយដើមនេះគឺមិនមែនដកចាប់ច្បងច្រើនធំទេគឺដកម្ដើមហើយដកកុំឲ្យដាច់គល់កុំឲ្យដាច់ឫសហើយមិនបោកឲ្យជាប់គល់ជាប់ឫសទេមិនឲ្យកិច្ចដើមទេគឺដើមឲ្យនៅស្អាតដដែលហើយដកភ្លាមទូងភ្លាមមិនទុកផ្អាប់យូររបៀបស្ទូងនៅពេលស្ទូងកសិករក៏បីស្ទូងឲ្យឃ្លាតពីគ្នាបន្តិចមានចម្ងាយចន្លោះប្រហាក់ប្រហែលគ្នាដើម្បីឲ្យស្រូវមានកន្លែងគ្រប់គ្រាន់ដូចគ្នាសម្រាប់ទទួលពន្លឺដុះឫសនិងបែកគុម្ពដើម្បីឲ្យមានចន្លោះស្មើល្អកសិករគួរដាក់ខ្សែស្ទូងឬអាចអូសរនាស់ជាចង្អូរស្មើគ្នារួចស្ទូងតាមចង្អូរនោះការស្ទូងនេះធ្វើយ៉ាងណាឲ្យមានចម្ងាយពីគុម្ពមួយទៅគុម្ពមួយមានចន្លោះពី2ទឹកទៅដល់5ទឹកអាស្រ័យទៅលើប្រភេទស្រូវស្រាលឬធ្ងន់និងលក្ខខណ្ឌរបស់ជីជាតិដីនិងអាយុសំណាបការថែទាំ
បន្ទាប់ពីស្ទូងហើយបាន2ឬ3អាទិត្យសន្ទូងចាប់ផ្ដើមបែកគុំចំពោះស្រែខ្លះដីមុខលើរឹងក្តាំងធ្វើឲ្យសន្ទូងពិបាកលូតលាស់ដើម្បីដោះស្រាយបញ្ហានេះកសិករអាចប្រើរនាស់ឬច្នៃឧបករណ៍សាមញ្ញសម្រាប់បំផុសដីចន្លោះសន្ទូងការបំផុសនេះធ្វើឲ្យឫសស្រូវទទួលបានខ្យល់ធ្វើឲ្យការលូតលាស់របស់វាកាន់តែខ្លាំងឡើងស្របពេលនោះដែរកសិករគួរបន្ថែមជីស្រស់ដល់សន្ទូងដោយការកាប់ស្លឹកឈើស្រស់ដែលងាយរលួយដូចជាសណ្តែកអង្រែស្លឹកអង្កាញ់អន្ទ្រាងខេតរួចចិញ្ច្រាំវាឲ្យតូចបាញ់ទៅក្នុងស្រែស្លឹកឈើដែលយើងព្រីនោះនឹងคล้ายទៅជាគម្របការពារកុំឲ្យដីទទួលកម្ដៅខ្លាំងពេកនិងជួយឲ្យស្មៅមិនដុះច្រើនជួយរក្សាសំណើមឲ្យបានល្អនៅពេលដែលវារលួយវាអាចคล้ายទៅជាជីដ៏ល្អសម្រាប់ស្រូវបរិមាណស្លឹកឈើដែលដាក់ក្នុងស្រែនោះប្រមាណពី50គីឡូក្រាមទៅ200គីឡូក្រាមក្នុងផ្ទៃដីស្រែចំនួន1អាកសិករក៏អាចទប់ទឹកឲ្យដក់ក្នុងស្រែរយៈពេលពី5ថ្ងៃទៅ7ថ្ងៃព្រោះស្មៅប្រភេទខ្លះអាចងាប់ដោយសារទឹកលិចការដកស្មៅចេញពី3ទៅ4ដងអាចធ្វើឲ្យទិន្នផលស្រូវកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងស្រូវស្រែដែលមិនដែលដកស្មៅសោះគ្រប់គ្រងទឹកចាប់តាំងពីស្ទូងកសិករគួរបង្ហូរទឹកចេញពីក្នុងស្រែដែលស្ទូងដើម្បីឲ្យស្រូវបែកគុំបានល្អព្រោះកាលណាទឹកច្រើនពេកនាំឲ្យខ្យល់មិនអាចចូលបានគ្រប់គ្រាន់សម្រាប់ឲ្យឫសលូតលាស់បានល្អប៉ុន្តែនៅពេលស្រូវចាប់ផ្ដើមធ្វើខ្លួនចេញផ្កាកសិករក៏បែកទប់ទឹកឲ្យដក់នៅក្នុងស្រែព្រោះពេលនេះស្រូវត្រូវការទឹកដើម្បីបំពន់គ្រាប់និងស្របពេលដែលទឹកភ្លៀងចាប់ផ្ដើមថយចុះដែរឆ្លងតាមការពិសោធន៍កន្លងមកការធ្វើស្រូវតាមបែបថ្មីនេះអាចឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់លើសពី2ទៅ3ដងជួនកាលអាចឈានទៅដល់លើសពី6តោនក្នុង1ហិកតាក៏មានដែរដោយប្រើប្រាស់តែពូជក្នុងស្រុកនិងជីធម្មជាតិដែលមានស្រាប់តាមបទពិសោធន៍របស់កសិកររាប់ពាន់នាក់ដែលបានអនុវត្តនៅបច្ចេកទេសដែលដូចបានរៀបរាប់កន្លងមកនេះគឺគេអាចបានទទួលផលស្រូវខ្ពស់គឺ2-3ដងខុសពីធម្មតាហើយទន្ទឹមនឹងនេះគេអាចកាត់បន្ថយនៅការចំណាយលើគ្រាប់ពូជរហូតដល់5ទៅ10ដងហើយថែមទៀតគេមិនបាច់ត្រូវការសឹងតែមិនបាច់ត្រូវការឬមិនបាច់ត្រូវការជីគីមីគឺគេក៏ប្រើជីធម្មជាតិក៏គ្រប់គ្រាន់កសិកម្មជាវិស័យមួយដ៏សំខាន់បំផុតនៅកម្ពុជាដែលបាននឹងកំពុងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាប្រមាណ 85% ដែលរស់នៅជនបទហើយភាគច្រើនជាកសិករប្រកបមុខរបរកសិកម្មពិសេសការដាំស្រូវទិន្នផលស្រូវកម្ពុជាជាមធ្យមចន្លោះពី1ទៅ2តោនក្នុង1ហិកតាដែលទិន្នផលនេះទាបជាងប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ដូចគ្នាដើម្បីបំពេញតម្រូវការនិងលើកកម្ពស់ជីវភាពប្រជាកសិករឲ្យបានធូរធារនិងជាពិសេសការគិតគូរទុកជាមុននៅតម្រូវការថែមទៀត
ចំពោះកំណើនប្រជាជននាពេលខាងមុខនោះផលិតផលស្រូវនៅប្រទេសកម្ពុជាគួររិះរកវិធីសាស្ត្រយ៉ាងណាដើម្បីបង្កើនទិន្នផលស្រូវឲ្យបានប្រសើរឡើងជាងមុនប៉ុន្តែវិធីសាស្ត្រទាំងនោះគួរកុំជំរុញឲ្យប្រជាកសិករប្រើប្រាស់ជីឬថ្នាំគីមីដែលវាអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានឬជីវសាស្ត្រចម្រុះនានាក៏ដូចជាសេដ្ឋកិច្ចគ្រួសារគេគួរជំរុញឲ្យការអភិវឌ្ឍលើដំណាំស្រូវនេះប្រកបដោយចីរភាពបច្ចុប្បន្នមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាដែលហៅកាត់ថាសេដាក់ដែលជាអង្គការស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មខ្មែរមួយបាននឹងកំពុងយកចិត្តទុកដាក់អភិវឌ្ឍលើប្រព័ន្ធវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិឬការស្ទូងស្រូវមួយដើមព្រោះវាអាចជួយឲ្យផលស្រូវរបស់កសិករយើងទទួលបានទិន្នផលខ្ពស់រហូតដល់3ទៅ5តោនជាមធ្យមក្នុង1ហិកតាសូមជូនដំណោះស្រាយសមស្របសម្រាប់កសិករយើងបច្ចេកទេសថ្មីដែលមានឈ្មោះថាប្រព័ន្ធវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិឬប្រជាជននិយមហៅថាការធ្វើស្រែដោយស្ទូងស្រូវមួយដើមនេះមានដើមកំណើតចេញពីប្រទេសម៉ាដាហ្គាស្កានៅឆ្នាំ1999មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាបានយកបច្ចេកទេសនេះមកសាកល្បងលើកដំបូងនៅកម្ពុជាកសិករមួយចំនួនតូចទទួលយកទៅសាកល្បងទាំងមិនជឿជាក់នៅក្នុងចិត្តបាទពីដំបូងគឺខ្ញុំអត់មានជំនឿសោះបាទដល់ធ្វើមកឃើញលទ្ធផលហ្នឹងបានជឿជាក់ហ្មងបាទការធ្វើស្រោមដើមនេះជាដំបូងគឺធ្វើហ្នឹងគឺអៀនខ្លួនឯងក៏អៀនដែរគឺថាដោយការស្ទូងស្រោមដើមនេះវាស្នាបខ្ចីមើលឃើញថាទូចឹងទៅហើយអ្នកភូមិចិត្តខាងគេឃើញគេថាធ្វើនេះមិនបានហូបទេដោយសារចំណាប់នោះវាខ្ចីហើយស្ទូងវើបាទមានគេមកមើលឃើញថាគេមិនជឿជាក់លើការធ្វើស្រោមដើមនេះបានផលហូបយ៉ាងនេះទេបាទខ្ញុំស្មារគេដែរដំបូងបាទប៉ុន្តែនឹកឃើញថាជាការសាកល្បងបាទសាកល្បងតាមទម្លាប់នៅពេលដកសំណាប់យកទៅស្ទូងកសិករច្រើនតែដកសំណាប់ដោយបោកយកដីចេញឲ្យអស់ពីឫសសំណាប់ព្រោះកសិករយើងគិតថាសំណាប់ស្រាលងាយរែកឬដឹកយកទៅស្ទូងការធ្វើរបៀបនេះបណ្ដាលឲ្យសំណាប់ដាច់ឫសក្រិចគល់ឬដាច់គល់តែម្ដងដែលធ្វើឲ្យកសិករយើងខាតបង់ច្រើនខ្មែរយើងមានប្រពៃណីទំនៀមទម្លាប់ធ្វើស្រែវាយូរឆ្នាំច្រើនចំនួនមួយមកហើយជាទម្លាប់នៅពេលស្ទូងហើយស្ទូងគឺគាត់ជាហោដូចខែស្ទូងពេលនេះអញ្ចឹងច្រើនស្ទូងប្រើនៅសម្រាប់ចាស់ជ្រុលហើយស្ទូងដោយចាប់សម្រាប់ច្រើនដើមហើយស្ទូងរបៀបជាពេលស្ទូងគឺគាត់ដោតនៅរឹសនេះកប់យ៉ាងជ្រៅហើយស្ទូងរបៀបញឹកហើយនឹងគ្មានជួរបន្ទាត់អីគេច្រើនស្ទូងរបៀបជាមុំចង្ក្រានតាមទម្លាប់ធម្មតាដែលគេស្ទូងសម្រាប់ច្រើនដើមចូលគ្នាក្នុងករណីយើងរាប់ទៅឃើញចំនួនដើមសម្រាប់10ដើមក្នុងមួយគុំហើយបត់ទៅចូលគ្នាតែនោះមានដើមតូចដើមធំប្រជាចូលគ្នាយ៉ាងណែនជាទម្លាប់គេតែងតែពេលស្ទូងស្រូវគេចាំមើលពេលមានទឹកដក់ច្រើនបានគេស្ទូងឬក៏ការធ្វើដីវាបានស្មើកន្លែងខ្លះមានទឹកដក់ច្រើនកន្លែងខ្លះមានទឹកតិចអីចឹងដូចក្នុងករណីនេះយើងឃើញមានការស្ទូងគឺទឹកយើងដក់រៀងច្រើនបន្តិចហើយនៅពេលស្ទូងទៅវាកប់រៀងជ្រៅហើយបើយើងដកមើលទៅគឺកប់រៀងជ្រៅដល់នេះគឺការកប់ចូលរបៀបនេះគឺវាមានផលវិបាកច្រើនទី1វាដើមវាមិនអាចបែកគុំបានច្រើនព្រោះធម្មតា
ស្រូវវាបែកខ្នែងបែកចេញពីកន្លែងនេះដល់យើងកប់ជ្រៅពេកចឹងគឺការបែកខ្នែងមានការលំបាកហើយកណាកប់ជ្រៅពេកហើយទឹកវាច្រើនពេកធ្វើឲ្យហប់ដល់ឬមិនអាចបែកខ្នែងបានច្រើនហើយកណាឬមិនអាចបែកបានច្រើនក៏មិនអាចឲ្យដើមបែកគុំបានច្រើនដែរជាទូទៅសំណាប់ដែលកសិករយើងដករួចបានចង់ជាកណ្ដាប់យ៉ាងណែនរួចផ្អាប់ទុករយៈពេល2ឬ3យប់សិនទុកឲ្យសំណាប់នោះដុះឬថ្មីមុនពេលយកទៅស្ទូងព្រោះគាត់យល់ថាសំណាប់នឹងឆាប់ចាប់ឫសបន្ទាប់ពីស្ទូងរួចតែពួកគាត់មិនបានគិតពីការប៉ះពាល់នៃការលូតលាស់របស់ស្រូវឡើយការធ្វើស្រែត្រូវធ្វើតាមជំនាញទម្លាប់ពីបរមបុរាណតគ្នាពីដូនពីតាមកគេថាគាត់កើតមកនៅស្រុកស្រែធ្វើតែស្រែម្ល៉េះហើយចេះតែធ្វើតគ្នាតាមគ្នាចឹងមកពេលស្នាប់ពេលស្ទូងពេលស្នាប់ចាស់យើងចាប់ឲ្យពេញកញ្ចក់ទៅពេលស្នាប់ក្មេងយើងបិចវាឲ្យតូចបន្តិចទៅហើយយើងត្រូវទប់ភ្លឺស្រែថែទាំទឹកឲ្យវាបានស្មើបំពន់ជីវាឲ្យបានទៀងទាត់ទៅស្រូវវាបានផលហើយការស្ទូងខ្ញុំអត់បានរាប់ថាលើចាប់ប្រមាណដើមអីទេខ្ញុំចាប់បានប្រមាណស្ទូងប៉ុណ្ណឹងទៅអូមកបងអីថាអូយមិនត្រូវណាហើយការស្ទូងរបៀបនេះវាបើយើងប្រៀបធៀបទៅនឹងបច្ចេកទេសដែលយើងកំពុងផ្សព្វផ្សាយ KMR ហ្នឹងការស្ទូងរបៀបនេះវាមិនសូវអំណោយផលជួយឲ្យស្រូវហ្នឹងវាមានការលូតលាស់បែកគុំបានច្រើនទេដោយសារវាឆ្អៀតពេកដោយសារឬកប់ជ្រៅពេកដោយសារសំណាប់ចាក់ពេកដោយសារនេះគឺលក្ខខណ្ឌអំណោយផលក្នុងការបែកគុំវាមិនបានល្អទេចាប់តាំងពីទទួលបានជោគជ័យក្នុងការសាកល្បងធ្វើស្រែតាមបច្ចេកទេសថ្មីអង្គការសេដាក់បានបញ្ជូនបុគ្គលិករបស់ខ្លួនចុះទៅជួយណែនាំបង្ហាត់បង្ហាញប្រជាកសិករនៅតាមបណ្ដាខេត្តនានាដើម្បីឲ្យគាត់ទទួលយកបច្ចេកទេសថ្មីនេះទៅសាកល្បងកាលណាយើងអនុវត្តទីមួយវាចំណេញទៅលើអីខ្លះទីមួយចំណេញទៅលើពូជណាបាទទីមួយចំណេញទៅលើពូជដូចខ្ញុំនិយាយគឺវាអាចខ្ទង់10គីឡូទេការទទួលយកបច្ចេកទេសថ្មីនេះកសិករយើងអាចទទួលបានទិន្នផលខ្ពស់កម្រិតជីវភាពរបស់គាត់ធូរធារសុខភាពក៏ល្អប្រសើរនិងកូនចៅបានចូលរៀនយកចំណេះវិជ្ជាមកបម្រើគ្រួសារនិងសង្គមផងដែរស្របជាមួយគ្នានេះដែរមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាបានបើកការិយាល័យតូចៗរបស់ខ្លួននៅតាមបណ្ដាខេត្តនានាមានជាអាចខេត្តព្រៃវែងការបង្កើតការិយាល័យនៅតាមបណ្ដាខេត្តនេះក្នុងគោលបំណងដើម្បីជួយប្រជាកសិករឲ្យអស់ពីដៃពីជើងនិងជួយដោះស្រាយនៅពេលដែលគាត់ជួបបញ្ហានិងជាពិសេសជួយចូលរួមអភិវឌ្ឍភូមិឋានឲ្យបានល្អប្រសើរនៅក្នុងការិយាល័យនោះមានដាក់តាំងឯកសារផ្សេងៗទាក់ទងទៅនឹងកសិកម្មដូចជាដំណាំស្រូវការចិញ្ចឹមសត្វវិធីការពារដំណាំនិងការផលិតជីកំប៉ុស្តជាដើមអង្គការសេដាក់បានគឺការស្រាវជ្រាវនិងផ្សព្វផ្សាយនៅប្រព័ន្ធពលរដ្ឋកម្មស្រូវតាមគោលការណ៍ធម្មជាតិតាំងពីឆ្នាំ1999យើងគឺការយកចិត្តទុកដាក់ទៅលើដំណាំស្រូវនេះដោយសារយើងយល់ឃើញថាផលិតកម្មដំណាំស្រូវគឺជាមុខរបរចិញ្ចឹមជីវិតដ៏សំខាន់របស់ប្រជាជនខ្មែរប្រហែលជា 70% ដែលអាស្រ័យនឹងដំណាំស្រូវ